សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើគុណតម្លៃគ្រួសារនិងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋជាពិសេសពលរដ្ឋដែលរងគ្រោះដោយវិបត្តិនៃចំនួនព្រំដែនកម្ពុជាថៃក្នុងសារលិខិតអបអរសាទរទិវាអន្តរជាតិស្តីពីគ្រួសារថ្ងៃ15ឧសភាឆ្នាំ2026សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថាក្នុងអំឡុងពេលវិបត្តិកើតចំនួនព្រំដែនកម្ពុជាថៃដែលបានបង្កផលប៉ះពាល់អវិជ្ជមានទៅលើជីវភាពប្រជាពលរដ្ឋរាជរដ្ឋាភិបាលបានសម្រេចកែសម្រួលយន្តការអនុវត្តនិងលើកលែងលក្ខខណ្ឌអនុវត្តកម្មវិធីមួយចំនួនដើម្បីធានាឲ្យបាននៅការបន្តទទួលបានអត្ថប្រយោជន៍ពីកម្មវិធីជាតិជំនួយសង្គមក្នុងអំឡុងពេលមានវិបត្តិទន្ទឹមនឹងនេះរាជរដ្ឋាភិបាលបាននឹងកំពុងគិតគូរព្រមទាំងរៀបចំកម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្ត្រចំនួនព្រំដែនពលករនិងកម្មករនិយោជិតដែលរងផលវិបាកពីវិបត្តិនេះទាំងនេះស្ដែងឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃនៃការលើកកម្ពស់ឧត្តមប្រយោជន៍របស់គ្រួសារនិងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់ពូជសាសន៍វណ្ណៈសម្បោរសាសនាឋានៈទូនាទីនិងនិន្នាការនយោបាយដើម្បីរក្សាបាននូវតុល្យភាពសង្គមនិងស្ថិរភាពជាតិសូមបញ្ជាក់ជូនថារហូតមកទល់ពេលនេះនៅមានជនភៀសសឹកប្រមាណជាង 32,000 នាក់ទៀតក្នុងនោះភាគច្រើនជាស្ត្រីនិងកុមារនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយដោយសារពួកគេជួបប្រទះហានិភ័យផ្សេងៗនិងការរារាំងពីសំណាក់កងកម្លាំងថៃបងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងនោះត្រូវបានរាជរដ្ឋាភិបាលដល់ជូននៅជំរកបណ្ដោះអាសន្នដែលមានលក្ខណៈសមរម្យដើម្បីរស់នៅនិងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានខណៈដែលពលករដែលវិលត្រឡប់មកពីប្រទេសថៃក៏ទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលយ៉ាងខ្លាំងតាមរយៈក្រសួងកាងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមបញ្ជាក់ជូនដែរថាមិនត្រឹមតែប្រជាពលរដ្ឋដែលរងគ្រោះដោយចំនួនព្រំដែនប៉ុណ្ណោះទេប៉ុន្តែការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើគុណតម្លៃគ្រួសារនិងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគឺជាគោលនយោបាយរួមដែលផ្ដោតការយកចិត្តទុកដាក់លើប្រជាពលរដ្ឋខ្មែរជាទូទៅក្នុងន័យនេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាតាមរយៈនយោបាយឈ្នះឈ្នះរាជរដ្ឋាភិបាលបានរៀបចំឲ្យមានគោលនយោបាយនិងបទបញ្ញត្តិនានាពាក់ព័ន្ធជាច្រើនសម្ដៅលើកកម្ពស់តម្លៃគ្រួសារដើម្បីធានាឲ្យបាននៅនិរន្តរភាពប្រកបដោយប្រសិទ្ធភាពប្រសិទ្ធផលនិងស័ក្តិសិទ្ធិភាពជាក់ស្ដែងរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដោយផ្ដោតអាទិភាពគន្លឹះទាំង5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដោយឈលលើមូលដ្ឋាននេះរាជរដ្ឋាភិបាលបាននឹងកំពុងបន្តកសាងប្រព័ន្ធគាំពារសង្គមឲ្យមានលក្ខណៈប្រមូលផ្ដុំសង្គត្តភាពប្រសិទ្ធភាពសមធម៌និងចីរភាពដោយឈលលើស្មារតីមិនបោះបង់ពលរដ្ឋណាម្នាក់និងផ្ដោតលើកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលដល់គ្រួសារក្រីក្រនិងងាយរងគ្រោះតាមរយៈការធ្វើស្ថានុបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រក្រុមជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រនិងគ្រួសាររងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ចនិងគ្រាមានគ្រោះអាសន្នរាជរដ្ឋាភិបាលក៏បានដាក់ចេញនូវកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារដឹកនាំអនុវត្តដោយក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដែលមានមូលនិធិជាតិជំនួយសង្គមជាប្រតិបត្តិការដោយកម្មវិធីនេះរួមមាន 1. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំ 2. កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សានិងមធ្យមសិក្សាចំណេះទូទៅ 3. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព 4. កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរាអាយុ60ឆ្នាំឡើងនិងមានរួមបញ្ចូលការឧបត្ថម្ភគូលសម្រាប់គ្រួសារនិងឧបត្ថម្ភសមាជិកគ្រួសារអ្នកផ្ទុកមេរោគអេដជំងឺអេដ
បន្ថែមទៅលើគោលដៅខាងលើរាជរដ្ឋាភិបាលបន្តគិតគូរផ្ដល់អត្ថប្រយោជន៍និងសម្រាប់ដាក់ចេញកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម2ឆ្នាំដល់ក្រុមគោលដៅថ្មីទៀតគឺជនជាប់ឃុំជាស្ត្រីនិងកូនអាយុក្រោម2ឆ្នាំតាមម្ដាយនៅក្នុងពន្ធនាគារតាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនជាប់ឃុំជាស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម2ឆ្នាំដែលតាមម្ដាយនៅក្នុងពន្ធនាគារទាំងអស់នេះគឺជាសមិទ្ធផលធំធេងដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមយ៉ាងមុតមាំថាការប្រារព្ធទិវាជាតិស្ដីពីទិវាអន្តរជាតិស្ដីពីគ្រួសារក្នុងឆ្នាំនេះនឹងចូលរួមបង្កើនឆន្ទៈរបស់ប្រជាពលរដ្ឋគ្រប់រូបឲ្យយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុខុមាលភាពនិងការអភិវឌ្ឍគ្រួសាររបស់ខ្លួនព្រមជាមួយគ្នានេះសម្ដេចបានស្នើសុំឲ្យគ្រប់ភាគីទាំងអស់បន្តជំរុញនិងរួមចំណែកក្នុងការលើកកម្ពស់វប្បធម៌សន្តិភាពសាមគ្គីភាពនិងសុខដុមនីយកម្មគ្រួសារដោយសន្តិសហវិជ្ជមានដើម្បីឈានឆ្ពោះទៅលុបបំបាត់ភាពក្រីក្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថាឯកតាមបរិបទរបស់កម្ពុជាទិវាអន្តរជាតិស្ដីពីគ្រួសារឆ្នាំ2026នេះត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឲ្យសង្គមជាតិរីកចម្រើននិងមានសុខសន្តិភាពដើម្បីគូបញ្ជាក់អំពីតួនាទីដ៏សំខាន់មិនអាចខ្វះបាននៃសេដ្ឋកិច្ចគ្រួសារដែលជាគ្រឹះដ៏រឹងមាំក្នុងការកសាងសង្គមជាតិមួយដែលប្រកបដោយភាពធន់បរិយាបន្ននិងចីរភាពសម្ដេចធិបតីនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថាភាពធន់នៃសេដ្ឋកិច្ចគ្រួសារគឺជាកម្លាំងចលករក្នុងការកសាងធនធានមនុស្សឲ្យមានគុណភាពខ្ពស់មានសុខភាពល្អដែលជាទ្រព្យដ៏សកម្មរឹងមាំដើម្បីបន្តរក្សាបាននូវសុខសន្តិភាពបង្កើនតម្លៃសង្គមសេដ្ឋកិច្ចវប្បធម៌និងបង្កើននូវគំនិតថ្មីសម្ដៅឆ្ពោះទៅសម្រេចបាននូវគោលដៅចីរភាពរយៈពេលវែងនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដែលជាការវិនិយោគដ៏មានតម្លៃបំផុតសម្រាប់អនាគតគ្រួសារនិងប្រទេសជាតិអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ